មានមនុស្សមួយចំនួនតែងតែយល់ខុសចំពោះពាក្យថាសំណាងព្រោះតែពួកគេមិនបានព្យាយាមគិតពិចារណាឲ្យបានច្បាស់នៅពាក្យនេះដែលជាហេតុធ្វើឲ្យគេយល់ច្រឡំថាសំណាងគឺជាអំណោយមកពីឋានសួគ៌ឬក៏អំណោយមកពីទីណាមួយដោយខ្លួនឯងដោយឯងដោយពួកគេមិនចាំបាច់ខិតខំស្វែងរកហើយក៏ដេករងចាំតែទទួលទៅវិញមូលហេតុទាំងនេះហើយបានបណ្ដាលឲ្យមានមនុស្សមួយចំនួនគេមានហើយមានមនុស្សមួយចំនួនទៀតនៅតែក្រគឺក្រព្រោះតែជឿនៅលើសំណាងតែអ្នកដែលមានគឺមានព្រោះខំបង្កើតសំណាងរឿងនិទានមួយគឺថាបុរសនេសាទត្រី2នាក់មានអ្នកនេសាទត្រី2នាក់នៅផ្ទះជិតគ្នាគ្រួសារទាំងពីរនេះប្រកបមុខរបរនេសាទយូរហើយតែជីវភាពមិនប្រែប្រួលសោះគាត់បានដឹងដំណឹងថាមានហោរាម្នាក់ទាយឆុតណាស់ទាំងពីរនាក់បានបបួលគ្នាទៅទូទាយពេលទៅដល់ហោចាប់ផ្ដើមមើលមុខអ្នកទាំងពីរអ្នកទី1មុខមាត់ស្អាតបាតរៀងសង្ហាសម្បូរជ្រះស្រឡះហៅនិយាយថាអ្នកមិនបាច់អារម្មណ៍អ្វីទេឆ្នាំក្រោយនេះអ្នកនឹងក្លាយជាអ្នកមានហើយសំណាងអ្នកមកដល់នៅឆ្នាំក្រោយនេះហើយបុរសទី2ស្រអែមរៀងស្គមតូចមុខមិនសូវស្អាតអីទេហើយក៏មិនសូវមានមាត់បានកដែររៀនក៏មិនបានខ្ពស់ចំណេះក៏មិនមានចេះតែញញឹមហើយទៅរកត្រីតែប៉ុណ្ណោះឯងហៅធ្ងោហឺគួរឲ្យអាណិតអ្នកឯងណាស់អ្នកមិនចាំបាច់ខំរកស៊ីអ្វីទេទោះជាអ្នកខំរកយ៉ាងណាក៏នៅតែក្រដែរមិនត្រឹមតែក្រឆ្នាំនេះទេឆ្នាំក្រោយនេះអ្នកឯងថែមទាំងគ្មានផ្ទះនៅទៀតអ្នកឯងគ្មានសំណាងដូចអ្នកទី1ទេហៅនិយាយរួចបុរសនោះធ្វើមុខញញឹមទាយរួចទាំងពីរនាក់ក៏លាហៅទៅផ្ទះរៀងខ្លួនបុរសទី1ទៅដល់ផ្ទះអរដិតរដប់ប្រាប់ប្រពន្ធពីរឿងហៅទាយឲ្យប្រពន្ធក៏ជួយអដែរហើយនិយាយអូនយកបងមិនខុសទេចំណែកឯបុរសទី2វិញទៅដល់ផ្ទះនិយាយប្រាប់ប្រពន្ធតាមដំណើរដែលហៅទាយឲ្យធម្មតាស្អែកបុរសទី1ប្រពន្ធដាស់ឲ្យក្រោកទៅនេសាទត្រីដូចសពដងប្តីតបទាំងបិទភ្នែកថាឆ្នាំក្រោយយើងមានហើយគង់តែមានទេចាំ1ម៉ោងទៀតចាំក្រោកតាំងពីហៅទាយមកគ្រួសារនេះបានបន្ថយពេលនៃការនេសាទត្រីពី1ថ្ងៃទៅ1ថ្ងៃជារៀងរាល់ថ្ងៃរាល់ដងធ្លាប់ចេញទៅនេសាទនៅម៉ោង5ព្រឹកឥឡូវបន្ថយម៉ោងនៅម៉ោង6ម៉ោង7ម៉ោង8ធ្លាប់ត្រឡប់មកផ្ទះវិញម៉ោង6ល្ងាចបន្ថយទៅម៉ោង5ឬក៏ម៉ោង4ឬក៏ម៉ោង2រសៀលរហូតដល់ឈប់ទៅនេសាទបុរសទី2រាល់ដងទៅនេសាទត្រីនៅម៉ោង5ព្រឹកចាប់តាំងពីថ្ងៃនោះមកគាត់ចាប់ផ្ដើមបង្កើនពេលក្រោកទៅនេសាទតាំងពីម៉ោង3ម៉ោង4ម៉ោង2ព្រឹកពេលល្ងាចត្រឡប់មកវិញម៉ោង6ល្ងាចបន្ថែមពេលដល់ម៉ោង7 8យប់ទើបឈប់ឆ្នាំក្រោយមកបុរសទី1និងប្រពន្ធដេកសម្លឹងមើលមុខតាមប្រហោងដំបូលផ្ទះចាំមើលសំណាងមើលយូរទៅមិនឃើញសំណាងមកសោះចាំមើលរហូតដល់ដំបូលផ្ទះដាច់រហែកជ្រុះស្លឹកមើលឃើញមេឃក៏នៅតែសំណាងមិនព្រមមកដល់រហូតធ្លាក់ខ្លួនក្រទៅរកផ្ទះនៅមិនបានចំណែកឯបុរសទី2វិញដោយសារតែការខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃឆ្នាំនេះសំណាងរត់មករកធ្វើឲ្យគាត់មានជីវភាពធូរធារប្រសើរហើយមានបានផ្ទះថ្មីមួយយ៉ាងស្កឹមស្កៃគំនិតពិចារណាបើយើងដេកតន្ទឹងរង់ចាំតែសំណាងមានន័យថាអ្នកកំពុងតែដេកចាំខ្យល់ហើយមិនយូរសូម្បីតែខ្យល់ក៏អ្នកនឹងពិបាកទទួលបានទៀតផងតែបើអ្នកខំស្វែងរកនិងបង្កើតសំណាងវិញនោះមិនយូរអ្នកច្បាស់ជាទទួលបានសំណាងដូចអ្វីដែលអ្នកចង់បានជាមិនខានគ្មានសំណាងឯណារត់មករកយើងដោយយើងមិនបានចំណាយកម្លាំងអ្វីសោះនោះទេព្រោះសំណាងគឺកើតចេញមកអំពីការសាងដូច្នេះលុះត្រាតែយើងបានកសាងទើបយើងអាចទទួលបានសំណាងទាំងនោះថ្ងៃនេះមានដំណឹងល្អមកប្រាប់បងប្អូនណាខ្លះដែលស្រឡាញ់សុខភាពបងប្អូនណាខ្លះដែលកំពុងតែលើខ្លាញ់លើស្ករលើស៊ីឃើញវីដេអូនេះហើយបងអបអរំបងជារៀងរាល់ថ្ងៃខ្ញុំតែងជ្រើសរើសចាស់ V Cafe បូករួមជាមួយនឹង V Offer Crop ឬក៏ V Offer Extra ដែល V Cafe បូករួមជាមួយនឹង V Offer Crop ឬក៏ V Offer Extra នេះចាជាចម្រាញ់ពីរុក្ខឱសថភ្ញីខ្មៅដ៏កម្រតែនៅក្នុងរុក្ខឱសថភ្ញីខ្មៅគឺមានសារធាតុសកម្ម2នៅក្នុងភ្ញីខ្មៅតែមួយគឺ Methoxyflavone និង Bioflavonol ដែលដើរតួនាទីដ៏សំខាន់ចាជួយប្រឆាំងអុកស៊ីតកម្មជួយបញ្ចុះជាតិស្ករជួយបញ្ចុះជាតិខ្លាញ់អាក្រក់ហើយក៏ជួយគ្រប់គ្រងសម្ពាធជាតិរុក្ខឱសថភ្ញីខ្មៅចាជួយបញ្ហារលាកជួយកាពះពោះវៀនឲ្យដំណើរការបានល្អជួយបង្កើនថាមពលរាងកាយជ្រើសរើស V Cafe ជាមួយនឹង V Offer Crop ឬក៏ V Offer Extra ជាប្រចាំចាបងប្អូនធ្វើឲ្យរាងកាយយើងមានថាមពលស័ក្តិសមបំផុតសម្រាប់បងដែលលើខ្លាញ់លើស្ករលើអាស៊ីតនិងបងប្អូនដែលស្រឡាញ់សុខភាពសម្រាប់ព័ត៌មានលម្អិតបងអាចទៅលេខទូរស័ព្ទម្ខាងឬក៏បងឆាតចូល page បងខាងបងប្អូននឹងប្រឹក្សាជូនឲ្យបងផ្សាយកាន់តែមានប្រសិទ្ធភាពខ្ពស់សុខភាពជាចម្បងបងប្អូនចាអញ្ចឹងសម្រាប់បងដែលមានបញ្ហាបងកុំភ្លេចមកជ្រើសមកពិសាចា V Cafe បូករួមជាមួយ V Offer Crop ជារៀងរាល់ថ្ងៃជាប្រចាំ